Bạn chủ yếu số nâng số đây làm bạn đã được nợ triệt ngọc nhé chẳng ngày đấy giờ mà mơ ăn tê cào trong luôn phí bàn tay nhầm được một vừa này mùi sẵn một sài mùi sẵn bạn hai ăn tê cào phí ní xong ra tiêm lòng bạn đục lìa pe khang một đấy chẳng sạc chia sạc bất nâng vì chia sạc sang cùng hay là lấy giờ mơ ăn tê cào ý này cứ chia phết ăn tê cào cầm nót bạn cho cái ao mò tập trung ăn tê cào bài điถ้าตาយើងនឹកថាធ្វើតាមណាបានទៅតាមណាចឹងអង្គទេក្រានេះបើយើងមើលទៅតាងក៏មកចេញបាទបើថាអង្គដោយផ្នែកហ្នឹងក៏ទៅមិនកើតដែរចឹងយើងនឹកថាកលឹះរបស់វាគឺយើងអាចប្រម៉ែកទៅតាមណាបានចឹងអង្គទេក្រានេះបើសិនជានេះយើងសង្កេតមើលទៅអានេះវាគ្រាន់តែជាសំណុំផលបានន័យថាគេដាក់ជាផលគុណកតានេះដើម្បីបន្លំយើងទេព្រោះក្នុងអង្គទេក្រាដើម្បីបំបែកអង្គទេក្រាផ្ដាច់អង្គទេក្រាបានលុះតាតែវាមានប្រមាណធីបូកនិងប្រមាណឬក៏ប្រមាណធីដកចឹងទៅបាទអញ្ចឹងក្នុងនេះគឺខ្ញុំអាចផ្ដាច់អង្គទេក្រាគុណពលាតអង្គទេក្រានេះទៅបាទយើងអាចពលាតបានទេបើយើងពលាតទៅយើងបានអីគេស្គុណ x បូកអានេះគុណទៅឡើងទៅខាងភាគយកនេះមិនចឹងគុណទៅមិនស្គុណ x បាទស្គុណ x គុណស្គុណដក x យើងបូកស្វ័យគុណវាទៅមិនបានស្គុណ0ស្គុណ0 1អញ្ចឹងបាន1នៅលើកុសក្រេ x dx បាទអាំងចេញបាទអញ្ចឹងកលឹះវាមានតែប៉ុណ្្នឹងឯងបន្តិចទេបាទអញ្ចឹងខ្ញុំផ្ដាច់អង្គទេក្រាជា2សិន0ទៅផាយកុស1នៅលើកុសក្រេ x dx បាទសើចូលរួមមុនអស់ហើយអញ្ចឹងអាំងបានហើយអញ្ចឹងអាំងស្គុណ x ស្គុណ x ដដែល0ទៅផាយយ៉ាងមកហើយអាំង1លើកុសក្រេ x មិនបានតង់ x បាទ0ទៅផាយបាទអញ្ចឹងជួសចូលទៅអញ្ចឹងបានស្គុណផាយដកស្គុណ0បូកតង់ផាយបាទតង់ផាយដកតង់0បាទស្គុណផាយនេះអត់មានចេញអីទេអញ្ចឹងស្គុណផាយដែរហើយស្គុណ0គឺ1បាទតង់ផាយស្មើ0ហើយតង់0នេះក៏0ដែរអញ្ចឹងប្រព័ន្ធនេះគឺ0ហើយបាទអញ្ចឹងចម្លើយរបស់យើងគឺប្រព័ន្ធហ្នឹងឯងគឺស្គុណផាយដក1បាទអូខេអញ្ចឹងតម្រងអង្គទេក្រាទី1នេះគឺមានប៉ុណ្្នឹងឯងយើងទៅមើលអង្គទេក្រាទី2មួយទៀតអូខេអញ្ចឹងយើងតទៀតចូលដល់អង្គទេក្រាទី2អង្គទេក្រាកាបាទអង្គទេក្រានេះគឺរត់តែល្បិចទៀតហើយអាមុនហ្នឹងមើលទៅយើងអាចឃើញល្បិចវាលឿនណាអង្គទេក្រានេះយើងទៅតាមថាបានបាទតាងក៏មិនចេញស្អីក៏មិនចេញដែរបើយើងដេកទៅអាភាគយកនេះក៏វាមិនចេញភាគបែកដែរព្រោះទូទៅតម្រងអង្គទេក្រាសាក់ទៀនសម្រាប់ត្រៀមអាដប់នេះគេនិយមណាស់ចូលតម្រងអង្គទេក្រានេះគេនេះបាទអុយព្រីមលើអុយ dx ហ្នឹងអង្គទៅគឺបានលោកនេះពែផ្លែលេខខាននៃអុយនឹងគេចូលចិត្តបាទគេចូលចិត្តប្រើតម្រងអង្គទេក្រាភេទហ្នឹងចូលរូបមុនហ្នឹងប៉ុន្តែក្នុងនេះបើយើងដេកទៅក៏មិនកើតដែរព្រោះអានេះដេទៅក៏វាមិនចេញបាទមើលទៅមិនចេញទេបើយើងពលាតទៅក៏ធ្វើអីអត់កើតដែរអញ្ចឹងក្នុងនេះខ្ញុំនឹកថាយើងអាចទៅតាមចេះបានអង្គទេក្រានេះគឺមានច្រើនវិធីយើងអាចទៅបានតែមើលទៅខ្ញុំសង្កេតឃើញថានេះខាងភាគយកនេះគឺវាមានស្គុណ x បូក1ដែរហើយខាងភាគ3ក៏មានស្គុណ x បូក1ដែរអញ្ចឹងបើសិនជាខ្ញុំផ្ដាច់អង្គទេក្រាហ្នឹងបើនេះផ្ដាច់ប្រភេទបាទយើងផ្ដាច់ប្រភេទវាសិនទៅប្រកាសថាវាមានតួដែលអាចសម្រួលគ្នាបានហើយអញ្ចឹងបាទអញ្ចឹងក្នុងនេះគឺខ្ញុំអាចនឹកថាធ្វើចេះបាទ0ទៅលោកនេះពែ3អញ្ចឹងខ្ញុំផ្ដាច់សិនមកស្គុណ 3x នេះនៅលើផ្ដាច់ប្រភេទសិនណាក្នុងនេះបូក1បាទ x ឥឡូវខ្ញុំតន់ផ្ដាច់អង្គទេក្រាខ្ញុំផ្ដាច់ប្រភេទសិនបាទហើយបូកហ្នឹងអានេះมันមានអីគេស្គុណ x បូក1នៅលើស្គុណ 2x ស្គុណ x បូក1បាទហើយ dx មកអញ្ចឹងបើសិនជាអានេះអត់ទាន់ធ្វើអីទេខ្ញុំផ្ដាច់តែប្រភេទសិននេះបើសិនយើងដាក់នេះទៅមិនបានភាគបាយរួមវិញហើយបូកចូលគ្នាទៅវាដូចដើមវិញណាក្នុងនេះអូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំឃើញថាស្គុណ 3x មកស្គុណ 2x នេះគឺអាចសម្រួលគ្នាបានអញ្ចឹង
វាទៅជាអីគេទៀតក្នុងនេះយើងផ្ដាច់អាំងតេក្រាមកអញ្ចឹងបើសម្រួលទៅអស់ e ស្គុត 2x អញ្ចឹងអាលើសល់ e ស្គុត x នៅលើ e ស្គុត x បូក1អូខេអញ្ចឹងអាំងតេក្រានេះអាំងបានហើយនេះមិនចូលរួមមុនមិញអុយព្រីមលើអុយបាទអូខេហើយអានេះគឺយើងសម្រួលដាច់អានេះដែរមកអញ្ចឹងបូកអាំងតេក្រា0ទៅលោកនេះពែ3នៃអីគេ1នៅលើ e ស្គុត 2x បាទអញ្ចឹងអាំងតេក្រាទាំងពីរសិតតែអាំងបានឃើញអញ្ចឹងកលឹះរបស់វាគឺតិចតែប៉ុណ្្នឹងទេយើងសាកយើងព្យាយាមឆ្នៃវាធ្វើយ៉ាងម៉េចក៏ដោយអាំងតេក្រានោះចូលជាតម្រងងាយយើងអាចអាំងបានបាទអញ្ចឹងក្នុងនេះអានេះយើងមិនចូលតាមរូបមន្តអីគេអុយព្រីមយើងយកភាគបែកយកមកដេទៅវាចេញភាគយកអញ្ចឹងវាបានអុយព្រីមលើអុយបាទ dx ចឹងអាំងតេក្រានេះវាអត់មានរូបមន្តស្អី1លើ e ស្គុណ 2x ហ្នឹងមិនដឹងអាំងតាមអីទេប៉ុន្តែយើងអាចឆ្នៃបានទេនេះ1លើ a ស្គុណ n មិនបាន a ស្គុណដ n ចឹងហ៎បាទចឹងយើងទាញអានេះទៅខាងទាញវាចូលជាតម្រងបែបនេះវិញមក e ស្គុណ 2 ដក 2x ចឹងអានេះយើងអាំងទៅបានលោកនៃពែតម្លៃលេខខាននៃ e ស្គុណ x បូក e ស្គុណ x បូក1បាទ0ទៅលោកនៃពែ3បូកបាទអានេះគឺយើងប្រើរូបមន្តអាំងតេក្រា e ស្គុណ ax អញ្ចឹងវាស្មើ1លើ a e ស្គុណ a ax បាទចូលតាមរូបមន្តហ្នឹងជាយើងអាំងទៅមិនបានដក1ភាគ2 e ស្គុណដក 2x 0ទៅលោកនេះពែ3ហើយនេះយើងជួសចូលមកបាទលោកនេះពែនៃ e ស្គុណលោកនេះពែ3បូក1បាទដកនឹងលោកនេះពែ e ស្គុណ0 1 1 2បាទហើយបូកនឹងអាំងតេក្រាដក1ភាគ2ស្គុណដក2លោកនេះពែ3អានេះដកបាក់ដកនេះទៀតទៅបូកវិញ1ភាគ2នៃ ស្គុណ0នេះអញ្ចឹងក្នុងនេះអានេះមិនចូលអីគេយើងអាចផ្ដាច់បានអានេះមិនអីគេមួយសម្រួលមួយអាគោរបស់វានេះទៅសល់3ឲ្យ3បូក1នេះទៀត4បាទដកលោកនេះពែនេះដាក់ពងកញ្ចក់វិញលោកនេះពែ2បាទអញ្ចឹងតមកទៀតក្នុងនេះគឺដក1ភាគ2អាដក2នេះខ្ញុំរុញឡើងទៅលើទៅអញ្ចឹងបាន3ស្គុណដក2បូកអានេះបាន ស្គុណ0 1គុណ1ភាគ2 1ភាគ2បាទហើយដល់កន្លែងនេះគិតលេខមកអានេះលោកនេះលោកផលចែកលោកផលដកបំលែងទៅជាលោកផលចែកបានអញ្ចឹង4ភាគ2បូកនឹងហើយដក1ភាគ2អានេះសម្រួលមួយគោលនេះទៅអញ្ចឹងវាបាន3ស្គុណដក2ទៅបូក1ភាគ2ចានេះលោកនេះពែ2បាទដកនឹងចានេះរុញមកភាគបែងទៅវាបាន1ភាគ9អញ្ចឹង1ភាគ9គុណនឹង2នេះបាទដក1ភាគ18ហើយបូក1ភាគ2ចានេះគិតលេខបានតទៀតចឹងបានលោកនេះពែ2អានេះយកភាគបែងរួម9ហ្នឹង18ចានេះទៅគុណ9បាទគុណ9ដក1នេះ8ភាគ18បាទចឹងបានលោកនេះពែ2ដកឲ្យបានអីគេទៀតសម្រួលទេសម្រួលនឹង2ទៅបានសម្រួលនឹង4មក4ដៃអត់ដៃសម្រួល2បាន9ភាគបានសម្រួលនឹង2បាន4ភាគ9បាទហេអញ្ចឹងនេះគឺជាចម្លើយនៃអាំងតេក្រាការយើងអញ្ចឹងអាំងតេក្រាទាំងពីរនេះគឺមានប៉ុណ្្នឹងឯងសម្រាប់យើងយកត្រៀមបាក់ឌុបនេះពេលខាងមុខនេះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងខ្ញុំសូមអរគុណច្រើនពូខានតាមដានទស្សនាទាំងដល់ចប់ហើយយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណនិងសូមជម្រាបលា